លោកប្រធានសង្សរិទ្ធព្រមទាំងលោកស្រីសេងអៀងប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យប្រចាំនៅប្រទេសបារាំងរួមទាំងសមាជិកសមាជិកាបានធ្វើពិធីបង្សុកូលប្រគេនចង្ហាន់ព្រះសង្ឃឧទ្ទិសមហាកុសលជូនដល់វីរៈកងទ័ពប្រជាជនដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិពីការរំលោភបំពានពីសំណាក់ចៅសៀមនៅព្រឹកថ្ងៃសៅរ៍13កើតខែមិញឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ដែលត្រូវនៅថ្ងៃទី31ខែមករាឆ្នាំ2026លោកប្រធានសង្សរិទ្ធនិងលោកស្រីសេងអៀងប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យប្រចាំនៅប្រទេសបារាំងបានធ្វើពិធីបង្សុកូលប្រគេនចង្ហាន់ព្រះសង្ឃឧទ្ទិសមហាកុសលជូនដល់វីរៈកងទ័ពប្រជាជនដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិពីការរំលោភបំពានពីសំណាក់ចៅសៀមបានប្លន់និងធ្វើភេរវកម្មមកលើប្រទេសកម្ពុជារំលោភលើដែនអធិបតេយ្យភាពកម្ពុជាទាំងកំរោលយ៉ាងព្រៃផ្សៃបំផុតកម្មវិធីនេះប្រព្រឹត្តទៅនៅវត្តភ្នំព្រះសុម៉ែដែលស្ថិតនៅក្នុងភូមិចាំស្រីឃុំកំពង់សិលាស្រុកកំពង់សិលាខេត្តព្រះសីហនុក្នុងនោះផងដែរក៏បានពំនាំអំណោយដ៏ថ្លៃថ្លារបស់អាយដាមឃុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានអង្ករទឹកត្រីថវិកានិងគ្រឿងឧបភោគបរិភោគសម្រាប់ប្រគេនព្រះសង្ឃគង់នៅវត្តភ្នំព្រះសុម៉ែដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងទឹកចិត្តដ៏សន្តោសប្រណីតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កលៈទេសៈអាយដាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឧបត្ថម្ភតាមរយៈសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានចែកគ្រឿងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋតាមផ្ទះដែលខ្វះខាតសូមឧទ្ទិសមហាកុសលផលបុណ្យដែលកើតឡើងដោយសទ្ធាជ្រះថ្លារួមគ្នាសូមឧទ្ទិសដល់បងប្អូនប្រជាជនកម្ពុជាដែលបានពលីបាត់បង់ជីវិតដោយបុព្វហេតុសង្គ្រាមសូមទទួលផលបុណ្យការពលីនិងការបាត់បង់ជីវិតរបស់បងប្អូនប្រជាជនវីរៈកងទ័ពដែលស្ថិតក្នុងបេះដូងនិងការចងចាំជានិច្ច